Hello សួស្តីបងប្អូនអរគ្នាជួបគ្នាទៀតហើយណាជាមួយនឹងវីដេអូធ្វើម្ហូបហើយនៅផងដែរគឺបានជាមួយនឹងម្ហូបវិញឆ្ងាញ់តិចបងប្អូនយើងមានថ្ងៃខ្លះធ្វើឆ្ងាញ់ថ្ងៃខ្លះធ្វើម្ហូបមិនសូវឆ្ងាញ់អីចឹងទៅរបៀបថាយើងតាមទឹកលុយដែរចឹងហ៎បងប្អូនអញ្ចឹងហើយយើងនៅពេលយើងត្រូវចេះសំចៃរបៀបថាកុំចៃខ្ជះខ្ជាយតែខ្ជះខ្ជាយចុងខែដឹងតែរលុយចៃគ្មានអីអញ្ចឹងយើងសំចៃជាមួយនឹងម្ហូបតិចមកថ្ងៃខ្លះត្រូវវិចបាយទៅធ្វើការវិចទៅណាត្រូវញ៉ាំបាយជាមួយនឹងពងទាត្រូវញ៉ាំមួយពងទាខ្លះទៅនិយាយទៅយើងត្រូវចេះសំចៃបើយើងសអញ្ចឹងការដុតមាន់របស់ខ្ញុំហ្នឹងគឺខ្ញុំដុតជាមួយនឹងស្ពៃក្តោបបងប្អូនអញ្ចឹងយើងមានជាមួយស្ពៃក្តោបហើយមានជាមួយនឹងមាន់មួយចំហៀងហ្នឹងមកហើយបងប្អូនឃើញមាន់មួយចំហៀងហ្នឹងតិចថាស្លូមួយចំហៀងហ្នឹងអត់ទេបងប្អូនយើងត្រូវចេះឡុកឡៃវាថាកន្លែងណារៀងមានឆ្អឹងដូចកំភ្លើដូចអីចឹងយើងធ្វើការយកវាដាក់ដុតទៅប៉ុន្តែបើសិនជាកន្លែងធំមាន់អីវាមានសាច់អីបងប្អូនយើងយកវាទៅប្រឡាក់ទុកដាក់ទៅធ្វើការពេលផឹកយើងត្រូវសំចៃដើម្បីសន្សំលុយអីចឹងទៅបងប្អូនវាយើងនៅនេះយើងត្រូវការបងទឹកបងភ្លើងចឹងហើយយើងធ្វើម្ហូបញ៉ាំឲ្យយើងក៏ត្រូវសន្សំសិនចៃដែរមិនចេះតែចៃទេណាចឹងយើងមកធ្វើការប្រឡាក់មាន់របស់យើងអត់មានច្រើនទេបងប្អូនខ្ញុំប្រឡាក់ជាមួយនឹងប្រេងខ្យងហើយនឹងម្សៅរ៉ូឌីហើយមានជាមួយនឹងគល់អាក្រៃមានជាមួយនឹងស្លឹកក្រូចសើនិងរំដេងចឹងយើងធ្វើការប្រឡាក់វាហើយផ្អាប់វាទុក15នាទីបងប្អូនបន្ទាប់មកយើងមកធ្វើការរៀបចំឆ្នាំងរបស់យើងហ្នឹងយើងមកធ្វើការដាក់ជាមួយនឹងគល់អាក្រៃដែលយើងនៅសល់ហើយនឹងល្កសាច់នៅសល់ហ្នឹងដែងអីហ្នឹងយើងរៀបមកប៉ុន្តែបងប្អូនកុំចាក់ប្រេងឆាមុនដូចខ្ញុំតែចាក់មុនយើងរៀបទៅវាលាកដៃរបស់យើងប្រេងឆាហ្នឹងវាផ្ទុះអញ្ចឹងយើងកុំរៀបមុនអញ្ចឹងបងប្អូនដាក់គល់អាក្រៃហើយចាំចាក់ប្រេងឆាខ្ញុំធ្វើខុសបច្ចេកទេសហើយពេលបើតែយើងរៀបហើយទៅយើងមកធ្វើការដាក់មាន់របស់យើងនឹងមកបងប្អូនចាំមកចាំយើងដាក់ឲ្យមាន់យើងនឹងចូលជាតិជាមួយនឹងវាប្រេងឆាដែលយើងចាក់ហ្នឹងពេលវាចូលជាតិហើយវារៀងកន្លះឆ្នាំងតិចយើងមកធ្វើការចាក់ជាមួយនឹងយើងធ្វើការចាក់ជាមួយនឹងកូការបស់យើងមកហើយបន្ទាប់មកយើងទុកវាសិនទៅហើយមកធ្វើទឹកជ្រលក់ហើយទឹកជ្រលក់របស់ខ្ញុំគឺអត់មានអីច្រើនទេបងប្អូនគឺខ្ញុំមានជាមួយនឹងខ្ទឹមសបុកជាមួយនឹងម្ទេសរបស់យើងហ្នឹងហើយយើងបុកវារួចហើយយើងមកធ្វើការច្បាច់ជាមួយនឹងក្រូចឆ្មាហើយបន្ថែមជាមួយនឹងអំបិលស្ករសប៊ីចេងហើយជាមួយនឹងទឹកត្រីអីហ្នឹងមកបងប្អូនអញ្ចឹងទឹកជ្រលក់របស់ខ្ញុំគឺងាយទេធ្វើដូចតែគេដូចតែឯងដែរតែគ្រាន់តែរសជាតិយើងកំណត់ខ្លួនឯងទៅតែយើងចង់បានដិតឬក៏យើងចង់បានជាមួយនឹងរសជាតិរៀងស្រាលតែខ្ញុំរីកខមមិនឲ្យបងប្អូនអរគ្នាកុំញ៉ាំគ្រឿងដិតពេកយើងញ៉ាំស្រាលតិចទៅបានហើយដោយសារតែការញ៉ាំគ្រឿងដិតពេកក៏វាធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពអីដែរអញ្ចឹងយើងញ៉ាំយើងត្រូវគិតគូរពីសុខភាពរបស់យើងហងអញ្ចឹងបន្ទាប់មកទៀតមាន់របស់ខ្ញុំដិតឆ្អិនឲ្យបងប្អូនកន្លែងនេះខ្ញុំអត់បានថតហើយខ្ញុំដកមាន់ចេញខ្ញុំដាក់ជាមួយនឹងស្ពៃក្តៅឲ្យវាចូលជាតិទៅបងប្អូនឃើញមាន់តិចជាងស្ពៃក្តៅដោយសារតែខ្ញុំចិត្តញ៉ាំបន្លែអញ្ចឹងហើយដុតដាក់បន្លែច្រើនយកតែមែនតែនហ្មងអញ្ចឹងយើងដាក់បន្លែឲ្យច្រើនអញ្ចឹងទៅយើងដាក់បន្លែយើងឲ្យចូលជាតិទៅហើយដាក់មាន់ពីលើឲ្យវាមានជាតិសាច់មាន់ពីលើតិចទៅដើម្បីឲ្យចលុចមួយទឹកជ្រក់ទៅកាន់តែឆ្ងាញ់អញ្ចឹងទៅបងតោះមកយើងមកធ្វើការញ៉ាំទាំងអស់គ្នាបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺអត់មានច្រើនទេមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់ណាបើខុសឆ្គងឬក៏ខ្វះកន្លែងអីកុំកែបកាន់អីណាអរគុណបាយបាយជួបគ្នាវីដេអូក្រោយ